Hey សួស្តីអ្នកទាំងអស់គ្នាខ្ញុំថាដាណូនៅក្នុងថ្ងៃនេះខ្ញុំនឹងមកសម្រាយរឿងចែងនៅក្នុងឆ្នាំ2013ដែលមានចំណងជើងថា The Garden of Work តោះយើងចូលទៅកាន់សាច់រឿងទាំងអស់គ្នាចាប់ផ្ដើមនៃសាច់រឿងដំបូងយើងក៏បានឃើញនៅតួអង្គឯកប្រុសដែលគាត់ក៏មានឈ្មោះថា Akisuki គាត់ក៏ដើរតម្រង់ទៅកញ្ចុះមួយកន្លែងហើយក៏បានឃើញមនុស្សស្រីម្នាក់នោះក៏បានចែកកន្លែងឲ្យគាត់អង្គុយមើលទៅមនុស្សស្រីម្នាក់នោះព្រាបបីដូចជាអាយុ27ឆ្នាំទៅហើយកលេចមកកាន់ Akisuki វិញអត់ធ្វើអីច្រើននោះទេទីងសភៅមកក៏ចាប់ផ្ដើមគោះវាទៅលើសភៅរបស់ខ្លួន Akisuki គាត់បានឈ្ងោកធ្វើកិច្ចការងាររបស់គាត់យ៉ាងយូរហើយគាត់ក៏កលេចទៅខាងក្រោមក៏ឃើញនៅជើងរបស់ម្នាក់ស្រីនោះកលេចឡើងមកលើវិញ Akisuki គាត់មានអារម្មណ៍ថាម្នាក់ស្រីនេះគឺប្លែកខ្លាំងមែនតើដែលញ៉ាំស្រាប៊ីជាមួយនឹងសូកូឡា Akisuki ក៏និយាយតើពួកយើងធ្លាប់ជួបគ្នាដែរទេដោយលើបែបនេះម្នាក់ស្រីនោះក៏ចាប់ផ្ដើមតបមិនដែរទេប៉ុន្តែបន្ទាប់ពីឃើញខ្លះអាវសាលារបស់ Akisuki គាត់ក៏និយាយឡើងវិញថាប្រហែលធ្លាប់ជួបហើយមុននឹងចេញទៅនាងបានបន្សល់កំណាព្យមួយឃ្លាថាផ្គរលាន់រសាត់ទៅពពកខ្មៅពេញមេឃបើសិនជាមេឃភ្លៀងតើអ្នកនឹងនៅទីនេះជាមួយនឹងខ្ញុំដែរទេបន្ទាប់ពីលើបែបនេះ Akisuki ខ្លួនគាត់ផ្ទាល់ក៏ចាប់ផ្ដើមនឹងចាប់អារម្មណ៍ម្នាក់ស្រីនោះផងដែរហើយរឿងយើងក៏កាត់ឲ្យឃើញនៅពេលដែល Akisuki គាត់បានត្រឡប់មកដល់ផ្ទះគាត់ចាប់ផ្ដើមធ្វើម្ហូបសម្រាប់ខ្លួនគាត់ផ្ទាល់ជាមួយនឹងបងប្រុសគាត់ហើយចំពោះឪពុកម្ដាយរបស់ Akisuki ផ្ទាល់ពួកគេគឺបានចែកផ្លូវគ្នាទៅហើយដូច្នេះគឺសល់តែពីរអ្នកបងប្អូននេះតែប៉ុណ្ណោះដោយសារតែម្ដាយគឺមានចរិតរឹងរូសខ្លាំងហើយបងប្រុសក៏អត់សូវចាប់អារម្មណ៍ចំពោះកិច្ចការងារផ្ទះដែរគឺមានតែ Akisuki នោះទេ Akisuki គាត់ធ្វើការបណ្ដាលគាត់រៀនបណ្ដាលទៅធ្វើឲ្យគាត់គឺមានករណីពិបាកខ្លាំងមែនតើចំពោះ Akisuki ចិត្តគំនិតរបស់គាត់គឺជាមនុស្សធំប៉ុន្តែគាត់មិនចង់រៀននៅក្នុងថ្នាក់មួយនេះនោះទេថ្នាក់នេះគឺសម្បូរទៅដោយក្មេងៗជាច្រើនហើយក្មេងប្រុសអាយុ14ឆ្នាំម្នាក់នេះក៏ចាប់ផ្ដើមក្រោកពីព្រលឹមស្រមៃថាមេឃគឺនឹងភ្លៀងខ្លួនក៏ត្រឡប់ទៅកញ្ចុះនោះទៀតហើយ Akisuki ក៏ដើរទៅផ្សារនេះគាត់ក៏ជួបម្នាក់ស្រីនោះកំពុងតែអង្គុយផឹកស្រាបៀរនៅទីនោះទៀតហើយ Akisuki ចាប់ផ្ដើមអង្គុយចុះហើយចាប់ផ្ដើមធ្វើកិច្ចការងាររៀងៗខ្លួនជាច្រើនម៉ោងបន្តិចក្រោយមក Akisuki ក៏បានសួរទៅកាន់នាងថាតើនាងអត់ធ្វើការទេមែនទេព្រោះអីម្នាក់ស្រីនោះគឺបានសួរគាត់ថាអត់ត្រូវការចូលរៀនទេ ខ្ញុំកិច្ចការងារទៀតហើយអញ្ចឹងមែនបន្ទាប់មកពួកគេក៏ចាប់ផ្ដើមបកស្រាយជាមួយនឹងគ្នាជាច្រើនហើយភ្លាមនោះនាងក៏និយាយតើលោកត្រូវការសូកូឡាដែរទេបន្ទាប់ពីមេឃរាំងភ្លៀង Akisuki ក៏ចាប់ផ្ដើមរៀបចំឲ្យវ៉ាន់ទៅសាលាវិញហើយព្រោះ Akisuki អនុញ្ញាតឲ្យខ្លួនឯងឈប់ត្រឹមតែមេឃភ្លៀងនោះទេពេលដែលមេឃរាំងខ្លួននឹងត្រឡប់ទៅវិញហើយយើងសង្ឃឹមតែជួបគ្នាទៀតណាជាពិសេសគឺជាពេលដែលមេឃភ្លៀងពេលនោះនៅតំបន់នោះចាប់ផ្ដើមធ្លាក់ភ្លៀងជាខ្លាំងផងដែរតួប្រុសហើយនិងតួស្រីក៏ចាប់ផ្ដើមជួបគ្នានៅកញ្ចុះនោះជាច្រើនដងជាច្រើនសារមិនប្រកាសថានិយាយគ្នាអ្វីច្រើនទេត្រឹមតែធ្វើកិច្ចការងារទាំងសងខាងក៏បានដែរហើយនៅថ្ងៃមួយនៅពេលដែល Akisuki គាត់ជ្រកភ្លៀងគាត់បាននិយាយទៅកាន់នាងថាការពិតទៅខ្ញុំគឺចង់ធ្វើជាជាងស្បែកជើងម្នាក់ខ្ញុំចង់ធ្វើជាជាងស្បែកជើងដ៏ល្អខ្ចោះម្នាក់រៀងគ្រប់យ៉ាង Akisuki គឺបកស្រាយប្រាប់នាងទាំងអស់ប៉ុន្តែចំពោះតួស្រីវិញតួប្រុសគឺអត់ដឹងនោះទេថាតួស្រីគឺធ្វើការងារអីបង្កប់មុខរបរអីដឹងតែត្រឹមថានាងគឺមកអង្គុយកញ្ចុះនេះគ្រប់ពេលតែម្ដងចំណែកថ្ងៃនេះតួស្រីគឺកិច្ចការងារទៀតហើយពួកគេក៏ចាប់ផ្ដើមលើកបេនតូយកមកញ៉ាំ Akisuki ដែលឃើញបែបនេះក៏ចាប់បេនតូនាងយកមកញ៉ាំឲ្យម៉ាត់លទ្ធផលគឺពិបាកញ៉ាំខ្លាំងណាស់ហើយនាងក៏ហុចទឹកមកឲ្យគាត់ផងដែរអាហារប៉ុណ្ណេះអត់ធ្វើឲ្យ Akisuki អត់ចាប់អារម្មណ៍នាងបាននោះទេហើយយើងក៏កលេចមកឃើញតួស្រីវិញនាងគឺបានមកដល់បន្ទប់ទម្លាក់ខ្លួនដេកហើយក៏ទៅលើកទូរស័ព្ទមួយមកដល់ត្រឹមនេះយើងក៏បានដឹងដែរថានាងគឺមានបញ្ហាជីវហាមញានាងគឺអាចត្រឹមតែផឹកស្រាក្លែមជាមួយនឹងសូកូឡានោះទេប៉ុន្តែចំពោះអាហារបេនតូរបស់ Akisuki គឺមានអារម្មណ៍ថាប្លែកតែនាងបានត្រឹមតែប្រាប់ថាបេនតូនោះគឺជាបេនតូរបស់លោកយាយម្នាក់ដែលឲ្យនាងធ្វើឲ្យនាងញ៉ាំតែប៉ុណ្ណោះមានន័យថាជីវហាមញារបស់នាងគឺស្ពឹកអត់អាចញ៉ាំដឹងរសជាតិនោះទេហើយយើងក៏កលេចទៅមួយចំហៀងទៀតដោយម្នាក់ប្រុសនេះគឺជាអតីតសង្សាចាររបស់នាងអបិមួយនេះគឺបានទេទៅសួរសុខទុក្ខនាងផងដែរហើយយើងក៏បញ្ជាក់ដឹងដែរថាបន្ទាប់ពីចប់ធើមនេះតួស្រីនឹងលាលែងចេញអំពីការងាររបស់នាងហើយដោយនឹកឃើញថានាងគឺនឹងត្រូវបញ្ចប់ការងាររបស់នាងក៏សម្រេចចិត្តយកសភៅផលិតស្បែកជើងយកមកឲ្យ Akisuki មានការសប្បាយចិត្តជាខ្លាំងហើយនៅពេលនោះ Akisuki ក៏បាននិយាយថាតើនាងដឹងដែរអត់ខ្ញុំគឺមានគម្រោងចង់ធ្វើស្បែកជើងប៉ុន្តែអត់ដឹងធ្វើឲ្យណាគេនោះទេទាល់ខួរហើយនាងក៏តបវិញធ្វើឲ្យខ្ញុំហ្មងអីចឹងតួស្រីក៏ចាប់ផ្ដើមលើកជើងរបស់នាងឲ្យ Akisuki វាស់ផងដែរភ្លាមនោះ Akisuki
គាត់អត់ប្រកែកនោះទេគាត់បានលើកជើងរបស់នាងមកហើយក៏ចាប់ផ្ដើមចាក់កែងវាស់នៅទំហំជើងវាស់នៅទំហំស្បែកជើងរបស់នាងផងដែរហើយនៅពេលនេះផងដែររដូវភ្លៀងវាចាប់ផ្ដើមថមថយទៅហើយអាគីស៊ូគីជាមួយនឹងតួស្រីគឺមិនសូវបានជួបគ្នាញឹកញាប់ដូចមុនទៀតនោះទេចំពោះតួស្រីផ្ទាល់ពេលដែលមេឃអត់ភ្លៀងចេះនាងមានអារម្មណ៍ថាប្លែកខ្លាំងមែនតើដោយវ៉ាកងធំបែបនេះអាគីស៊ូគីគាត់គឺចាប់ផ្ដើមធ្វើការងារច្រើនអាគីស៊ូគីគាត់ចាប់ផ្ដើមធ្វើការផាតថៃមជាច្រើនកន្លែងដើម្បីយកប្រាក់យកមកផ្គត់ផ្គង់ខ្លួនគាត់ផងយកទៅបង់នៅសាលារៀនបង្រៀនស្បែកជើងផងហើយគាត់ក៏ចាប់ផ្ដើមធ្វើស្បែកជើងឲ្យម្នាក់ស្រីនោះផងដែរកន្លែងមកដល់តួស្រីវិញនាងក៏ចាប់ផ្ដើមផឹកស្រាក្លែមជាមួយនឹងសូកូឡាទៀតហើយប្លែកទៀតហើយវ៉ាកងធំក៏ត្រូវបានបញ្ចប់អាគីស៊ូគីគាត់ក៏ចាប់ផ្ដើមចូលសាលាវិញផងដែរហើយនៅពេលនោះផងដែរអាគីស៊ូគីគាត់ក៏បានជួបតួស្រីដ៏ចៃដន្យនៅខាងក្រៅការិយាល័យរបស់សាលាហើយក៏មានមនុស្សស្រីម្នាក់ហៅនាងថា Yukino Sensei មកដល់ចំណុចនេះយើងក៏បានដឹងដែរថាតួស្រីនាងគឺមានឈ្មោះថា Yukino ហើយ Yukino គឺជាគ្រូនៅក្នុងសាលានេះផងដែរមួយរយៈមុនមានពាក្យចចាមអារាមជាច្រើនបាននិយាយថា Yukino គឺបានស្រឡាញ់ទៅលើកូនសិស្សរបស់ខ្លួនឯងតែធៀបពិតទៅអត់មែននោះទេហើយតួប្រុសក៏និយាយមានបញ្ហាអីតើធ្វើមុនមានបញ្ហាអីមែនតួប្រុសក៏ចាប់ផ្ដើមចាប់អារម្មណ៍ហើយនឹងឆ្ងល់អំពីទង្វើមួយនេះផងដែរមួយរយៈមុនលើថា Yukino នាងគឺមានបញ្ហាជាមួយនឹងកូនសិស្សជាមួយនឹងឪពុកម្ដាយរបស់សិស្សផងដែរដោយបែបនេះនាងគឺបានលីលែងចេញពីគ្រូផងដែរការពិតទៅសង្សាររបស់អៃសាវ៉ាគឺបានលងស្រឡាញ់ទៅលើអ្នកគ្រូប៉ុន្តែអ្នកគ្រូគឺអត់ចាប់អារម្មណ៍ទៅកាន់វាវិញនោះទេសង្សាររបស់ Yukino ផ្ទាល់ដឹងថាវាគឺជារឿងដ៏យល់ច្រឡំប៉ុន្តែដោយហេតុចង់ការពារនៅកេរ្តិ៍ឈ្មោះរបស់ខ្លួនឯងខ្លួនគឺមិនប្រាប់នរណានោះឡើយដែលធ្វើឲ្យមនុស្សស្រីម្នាក់នេះគឺពិបាកខ្លាំងហើយនៅពេលនោះអាគីស៊ូគីក៏ចាប់ផ្ដើមទៅរករឿងនៅអៃសាវ៉ាសួរទៅកាន់នាងថាតើនាងបានធ្វើអីខុសនាងដឹកខ្លួនឯងហើយផ្ទះកំភ្លៀងនាងមួយកំភ្លៀងហើយក៏ចាប់ផ្ដើមវាយគ្នាជាមួយនឹងមិត្តភ័ក្តិរបស់អៃសាវ៉ាបញ្ចប់ពីឈុតនោះអាគីស៊ូគីក៏បានមកជួបតួស្រីហើយគាត់ក៏បានតបកំណាព្យទៅកាន់នាងវិញថាកូលន់រសាត់ទៅបើទោះបីជាមេឃគ្មានភ្លៀងខ្ញុំគឺនឹងនៅទីនេះជាមួយនឹងអ្នកជារៀងរហូតនៅពេលនោះ Yukino ក៏សួរតើមុខលោកធ្វើអីគេមែនអាគីស៊ូគីក៏អត់បានប្រាប់នៅទេថាគាត់គឺទៅវាយគ្នាជាមួយនឹងមិត្តភ័ក្តិអៃសាវ៉ាដើម្បី Yukino ថ្ងៃនេះមេឃចាប់ផ្ដើមបង្អុរភ្លៀងយ៉ាងខ្លាំងវាគឺភ្លៀងខ្លាំងជាងរាល់ដងដោយហេតុបែបនេះធ្វើឲ្យអាគីស៊ូគីគាត់ក៏បានផ្ដាសាយហើយគាត់ក៏បានចាប់ផ្ដើមទៅបន្ទប់តួស្រីផងដែរតួស្រីក៏អត់ក្អៅអាគីស៊ូគីក៏ចាប់ផ្ដើមចូលផ្ទះបាយធ្វើម្ហូបឲ្យ Yukino ញ៉ាំឲ្យឆ្ងាញ់មួយពេលមើលទៅ Yukino ហើយនិងអាគីស៊ូគីហាក់បីដូចជាមានសុភមង្គលខ្លាំងមែនតើពួកគេញ៉ាំបាយជាមួយនឹងគ្នាយ៉ាងឆ្ងាញ់ហើយនឹងមានសេចក្តីសុខប៉ុន្តែនៅពេលនោះអាគីស៊ូគីគឺបានបំបាក់បរិយាកាសដែលគាត់គឺបាននិយាយថាYukino ខ្ញុំស្រឡាញ់អ្នក Yukino នាងក៏ចាប់ផ្ដើមភ្ញាក់ហើយនាងក៏ងាកមកពីដំបូងនាងគឺអៀនមុខក្រហមប៉ុន្តែមួយសន្ទុះក្រោយមកនាងគឺបាននិយាយថាលោកកុំភ្លេចហៅខ្ញុំថាអ្នកគ្រូ Yukino ផងដោយលើបែបនេះតួប្រុសគាត់គឺដឹងពីស្ថានភាពហើយគាត់ក៏បាននិយាយថាអរគុណហើយក៏លា Yukino យកខោអាវដែលមិនទាន់ស្ងួតរបស់ខ្លួនចាប់ផ្ដើមត្រឡប់ទៅវិញ Yukino នាងចាប់ផ្ដើមពិបាកចិត្តទៀតហើយបន្ទាប់ពីនេះនាងក៏បានដឹងដែរថាអាគីស៊ូគីគឺមិនដែលលាក់អ្វីពីនាងនោះទេគឺមានតែនាងផ្ទាល់ខ្លួនឯងដែលលាក់រឿងទាំងអស់ចេញពីគីស៊ូគីដោយនឹកឃើញបែបនេះនាងគឺចាប់ផ្ដើមរត់ទៅយ៉ាងលឿនតែម្ដងដើម្បីទៅរកអាគីស៊ូគីសូម្បីតែស្បែកជើងផ្ទាល់ក៏អត់បានពាក់ដែរនាងក៏ជពុបជើងដួលតែអាគីស៊ូគីក៏អត់បានទៅឆ្ងាយនោះទេគាត់គឺនៅទីនេះនឹងឯងតបពីឃើញ Yukino បែបនេះអាគីស៊ូគីចាប់ផ្ដើមនិយាយតើនាងដឹងដែរទេ Yukino ពីដំបូងនាងគឺអត់បានប្រាប់ខ្ញុំថានាងគឺជាអ្នកគ្រូនោះទេវាគឺបានអនុញ្ញាតចិត្តឲ្យខ្ញុំស្រឡាញ់នាងទៅហើយខ្ញុំស្អប់ខ្លួនឯងដែលមានអាយុតិចជាងនាងខ្លាំងមែនតើតែខ្ញុំធ្វើបែបណាទៅខ្ញុំស្អប់ខ្លួនឯងដែលមានអាយុតិចជាងនាងបើមិនជាខ្ញុំមានអាយុស្មើនាងខ្ញុំគឺអាចស្រឡាញ់នាងបានហើយត្រូវអត់ Yukino តើនាងគឺអាចបញ្ជាក់ប្រាប់ខ្ញុំបានទេបន្ទាប់ពីលើបែបនេះ Yukino ក៏ចាប់ផ្ដើមសម្រក់ទឹកភ្នែកហើយក៏ចាប់ផ្ដើមហក់ទៅអោបនៅអាគីស៊ូគីហើយក៏បាននិយាយថាវាមិនអាចទៅរួចនោះទេខ្ញុំមិនយល់ព្រមចំពោះរឿងទាំងអស់នេះនោះឡើយហើយនាងក៏ចាប់ផ្ដើមនិយាយខ្ញុំខ្លាចណាស់ខ្ញុំខ្លាចខ្លាំងមែនតើខ្ញុំខ្លាចបាត់បង់លោក
ពួកគេក៏ចាប់ផ្ដើមអោបគ្នានៅខាងក្រោមមេឃភ្លៀងហើយនឹងពន្លឺថ្ងៃដែលជះមកយ៉ាងឆោពណ៌រាងសីទៅកាន់ពួកគេហើយរឿងរបស់យើងគឺជិតមកដល់សេចក្តីបញ្ចប់ទៅហើយយូគីណូគឺបានផ្លាស់ប្ដូរសាលារៀនដល់នាងគឺទៅបង្រៀននៅកន្លែងផ្សេងនាងគឺមិនចង់បង្រៀននៅសាលានេះទៀតនោះទេយូគីណូគឺបានសម្រេចបំណងរបស់ខ្លួនឯងចំណែកឯអាគីសាគីក៏បានសម្រេចបំណងរបស់ខ្លួនផងដែរដោយចូលសាលាបង្រៀនធ្វើស្បែកជើងរដូវរងាក៏ចាប់ផ្ដើមខិតចូលមកដល់ផងដែរអាគីសាគីចាប់ផ្ដើមទៅកន្លែងកញ្ចុះនោះទៅរំលឹកអនុស្សាវរីយ៍ចាស់ហើយទៅអង្គុយទីនោះយកស្បែកជើងដែលខ្លួនធ្វើហើយគឺដាក់នៅទីនោះផងដែរហើយនៅពេលនោះអាគីសាគីខ្លួនគាត់ផ្ទាល់គឺបាននិយាយថាថ្ងៃណាមួយខ្ញុំនឹងទៅរកនាងយូគីណូនិយាយចំទៅរឿងយើងគឺវាបានមកដល់សេចក្តីបញ្ចប់ហើយប៉ុន្តែខ្ញុំចង់សួរទៅកាន់អ្នកទាំងអស់គ្នាខ្លះថាតើនរណាគេខ្លះស្រឡាញ់មនុស្សដែលមានអាយុច្រើនជាងខ្លួនឯងខ្ញុំមិនដឹងច្បាស់ទេថារឿងនឹងវាបែបណាប៉ុន្តែខ្ញុំដឹងថាបើស្រឡាញ់ក៏សារភាពទៅមិនស្រឡាញ់ក៏ចាប់ផ្ដើមប្រាប់គេទៅរឿងនេះគឺវាបានបកនិយាយនិងបកស្រាយអំពីអត្ថន័យនៃក្មេងប្រុសម្នាក់ពីដំបូងឡើយពួកគេគឺមិនសូវចាប់អារម្មណ៍គ្នានោះទេត្រឹមតែអង្គុយនៅកញ្ចក់មួយកន្លែងធ្វើតាមធម្មតាតែប៉ុណ្ណោះតែបន្ទាប់ពីនោះពួកគេក៏ចាប់ផ្ដើមចាប់អារម្មណ៍គ្នាបន្តិចម្ដងហើយបើសួរថាតើនរណាចាប់អារម្មណ៍នរណាគេមុនអាចថាអាគីសាគីផ្ទាល់ខ្លួនគាត់នឹងគឺចាប់អារម្មណ៍ទៅកាន់យូគីដូមុនផងដែរនៅពេលនោះហើយអ្វីគ្រប់យ៉ាងគឺនឹងបានផ្លាស់ប្រែទាំងអស់តែម្ដងចុះតើអាគីសាគីចាប់អារម្មណ៍យូគីណូនៅពេលណាខ្ញុំអាចនិយាយបានថាយូគីណូគឺចាប់ផ្ដើមចាប់អារម្មណ៍អាគីសាគីគឺនៅពេលដែលនាងគឺបាននិយាយប្រាប់ទៅកាន់អតីតសង្សារចាស់របស់នាងថាបែនតូដែលអាគីសាគីឲ្យនាងញ៉ាំនោះគឺគ្រាន់តែជាបែនតូរបស់លោកយាយចាស់ម្នាក់តែប៉ុណ្ណោះហើយយូគីណូខ្លួននាងផ្ទាល់គឺបានលាក់អាថ៌កំបាំងជាច្រើនដូចជានាងគឺជាគ្រូនៅក្នុងសាលារបស់អាគីសាគីផ្ទាល់ដែលធ្វើឲ្យអាគីសាគីគាត់ចាប់ផ្ដើមភាំងចំពោះអាគីសាគីផ្ទាល់គាត់គឺគ្រាន់តែជាក្មេងប្រុសដែលមានអាយុ14ឆ្នាំតែប៉ុណ្ណោះប៉ុន្តែគាត់គឺមានភាពក្លាហាននិយាយឲ្យចំទៅក្មេងប្រុសអាយុ14ឆ្នាំម្នាក់នេះគឺដឹងក្តីហើយមិនមែនដូចជាម្នាក់ស្រីយូគីណូនោះទេប៉ុន្តែរឿងទាំងអស់នេះគឺមិនទៅជាប៉ះពាល់ដល់អារម្មណ៍អ្វីរបស់អាគីសាគីនោះឡើយមកដល់ចំណុចនេះខ្ញុំចង់និយាយថាបច្ចុប្បន្ននេះក្មេងៗគឺមានស្នេហាច្រើនខ្លាំងមែនតើខ្ញុំមិនដឹងទេថាស្នេហាទាំងអស់នោះគឺវាបែបណាប៉ុន្តែខ្ញុំដឹងត្រឹមថាវាគឺអាចនឹងមានអាយុខុសគ្នាបងប្អូនគេនិយាយថាអាយុគ្រាន់តែជាតួរលេខតែប៉ុណ្ណោះតែអ្វីដែលសំខាន់នោះគឺសេចក្តីស្រឡាញ់អត្ថន័យស្នេហាជាច្រើននឹងនិយាយទៅកាន់អ្នកទាំងអស់គ្នាដូចជាពេលយូគីណូគឺបានយំទៅកាន់អាគីសាគីអញ្ចឹងទេខ្ញុំមិនចង់ទៅណានោះទេខ្ញុំមិនចង់បាត់បង់លោកនោះឡើយដោយបែបនេះទើបធ្វើឲ្យពួកគេទាំងពីរនាក់គឺមានពេលនៅជាមួយនឹងគ្នាជាច្រើនហើយចុះតើចំណាប់ចាប់ផ្ដើមនៃស្នេហារបស់ពួកគេគឺបែបណាទី1នោះគឺពេលវេលាពួកគេទាំងពីរនាក់នៅជាមួយនឹងគ្នាក៏ពិតជាអស្ចារ្យខ្លាំងមែនតើអ្វីត្បិតតែ anime នេះគឺវាអូកាឡាសាច់រឿងក៏ពិតមែនប៉ុន្តែអត្ថន័យនៅក្នុងសាច់រឿងនេះគឺពិតជាល្អខ្លាំងមែនតើហើយខ្ញុំគឺដូចជានិយាយទៅកាន់អ្នកទាំងអស់គ្នាបែកអូហូស្ទឹងច្រើនខ្លាំងមែនតើកាលណាបានខ្ញុំបញ្ចប់សាច់រឿងមួយហ្នឹងហើយឥឡូវតោះបញ្ចប់ធឹមនឹងហ្មងឲ្យចឹងកុំឲ្យអ្នកទាំងអស់គ្នាធុញឲ្យមានស្ដាប់អេដមីនហ្នឹងគឺនិយាយតែប៉ែច្រើនពេកទីចុងក្រោយខ្ញុំចង់និយាយទៅកាន់អ្នកទាំងអស់គ្នាថាអូខេជំរាបសួរក៏ដូចជាជំរាបឆ្លើយអ្នកទាំងអស់គ្នាជួបជាមួយនឹងខ្ញុំតារាយការឋានសួគ៌គឺថាដាណូនឹងនិយាយទាំងអស់ទៅកាន់អ្នកទាំងអស់គ្នានឹងត្រឡប់មកវិញនៅក្នុងវីដេអូបន្ទាប់បាយ